សាធុបាទបងប្អូនឥឡូវនៅស្រុកថៃស្ថានភាពសេដ្ឋកិច្ចកំពុងតែជួបវិបត្តិធ្ងន់ធ្ងរមែនទែនហើយពីវិស័យមួយទៅវិស័យមួយថ្ងៃនេះកាសែតធំរបស់ថៃបានផ្ដោតទៅលើវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងវិស័យឧស្សាហកម្មដូងក្រអូបយើងដឹងហើយដូងក្រអូបភាគច្រើននៅក្នុងស្រុកខ្មែរតាំងពីមុនសង្គ្រាមគឺតែងតែនាំមកពីថៃគឺជាប្រទេសដែលនាំចេញដូងក្រអូបច្រើនទីផ្សាររបស់ថៃមានដូចជាទៅវៀតណាមមកកម្ពុជាទៅឡាវនិងទៅចិនប៉ុន្តែឥឡូវនេះកសិករថៃកំពុងតែយំហើយស្រែកធ្ងន់ធ្ងរថាពួកគាត់ត្រូវបានគេបោះបង់ចោលជាពិសេសស្ថានភាពកាន់តែលំបាកបន្ទាប់ពីសង្គ្រាមខ្មែរថៃពីព្រោះព្រំដែនត្រូវបានបិទដូងក្រអូបមិនអាចដឹកមកខ្មែរបានខណៈពេលដែលទីផ្សាររបស់ចិនត្រូវបានវៀតណាមកាន់កាប់សឹងតែទាំងអស់ចំពោះដូងក្រអូបតម្លៃឥឡូវនេះនៅក្នុងស្រុកថៃធ្លាក់មកក្រោម3បាតវាធ្វើឲ្យមួយខាតរហូតទៅដល់ជិត$500 លានខណៈដែលវៀតណាមយកឈ្នះទីផ្សារចិនទីផ្សារនៅស្រុកខ្មែរត្រូវបានបិទដោយសារព្រំដែនបានបិទយើងដឹងថាឧស្សាហកម្មដូងក្រអូបរបស់ថៃគឺជួបវិបត្តិធ្ងន់ធ្ងរធ្វើឲ្យកសិករជាច្រើនប្រឈមនឹងការខាតបង់យ៉ាងខ្លាំងដោយតម្លៃដូងធ្លាក់ចុះតិចជាងពាក់កណ្ដាលនៃថ្លៃផលិតកសិករខ្លះគ្មានជម្រើសក្រៅពីចាក់ដូងចោលតម្លៃដូងធ្លាក់ចុះយ៉ាងគំហុកនេះគេបញ្ជាក់ថាមូលហេតុធំមកពីវៀតណាមដែលបានចាប់យកទីផ្សារចិនយ៉ាងឆាប់រហ័សគេនិយាយថាដោយសារអត្ថប្រយោជន៍ពីចម្ងាយដឹកជញ្ជូនចិត្តនិងបរិមាណផលិតច្រើនដែលវៀតណាមអាចមានប្រសិទ្ធភាពនិងលទ្ធភាពនាំចេញទៅចិនច្រើនជាងផលិតផលថៃទោះបីជាផលិតផលថៃត្រូវបានគេអួតថាមានគុណភាពល្អហើយមានសក្តានុពលជាងវៀតណាមក៏ដោយថ្មីនេះលោកតាតាវិនស៊ូរ៉ូណូដែលជាអ្នកស្រាវជ្រាវឯករាជ្យនិងជាអ្នកជំនាញផ្នែកគ្រប់គ្រងកសិកម្មបានបង្ហាញថាទិន្នន័យគិតត្រឹមថ្ងៃទី$21ឆ្នាំ2025តម្លៃដូងក្រអូបដែលស្ថិតនៅក្នុងខេត្តសង្ខ្លាមានត្រឹមតែប្រមាណជា2ទៅ3បាតក្នុងមួយផ្លែតែប៉ុណ្ណោះតម្លៃនេះបើគិតជាលុយខ្មែរប្រមាណជា500ទៅ600លុយខ្មែរតែប៉ុណ្ណោះតម្លៃនេះគឺតិចជាងថ្លៃផលិតដែលគេប៉ាន់ស្មានថាប្រហែលជា4ទៅ5បាតក្នុងមួយផ្លែហើយនៅតំបន់ខ្លះមានតែផ្លែដូងមិនមានអ្នកទិញមិនទិញទាំងស្រុងបណ្ដាលឲ្យដូងជាច្រើនរលួយនៅលើដើមឬមួយគោចាស់ប្រើការលែងកើតយើងគួរឲ្យដឹងថាថៃមានផលិតដូងប្រហែលជា500 លានផ្លែក្នុងមួយឆ្នាំហើយតម្លៃធ្លាក់ចុះគ្រាន់តែ1បាតប៉ុណ្ណោះក៏អាចបណ្ដាលឲ្យខាតបង់ដល់ទៅ500 លានបាតសម្រាប់វិស័យទាំងមូលដែលមានតម្លៃនាំចេញប្រចាំឆ្នាំដល់រាប់ពាន់លានបាតផងដែរពេលនេះកសិករកំពុងតែថ្កោលទោសថារដ្ឋាភិបាលថៃអសមត្ថភាពមិនបានជួយសម្រួលឬក៏មានគោលការណ៍ជាក់លាក់ក្នុងការទប់ស្កាត់វិបត្តិនេះឡើយពួកគេចោទរដ្ឋាភិបាលថៃថាបានបោះបង់ពួកគេចោលទោះបីជាឧស្សាហកម្មដូងនេះជាផ្នែកសំខាន់នៃសេដ្ឋកិច្ចកសិកម្មថៃក៏ដោយរឿងនេះយើងត្រូវតែសាទរពីព្រោះពួកថៃវាតែងតែមើលងាយយើងពេលនេះយើងក៏ដឹងថាទោះបីជាព័ត៌មាននេះមិនបានបង្ហាញថាបញ្ហានៃការធ្លាក់ចុះមកពីវិបត្តិសង្គ្រាមនេះក៏ដោយក៏យើងអាចទទួលស្គាល់ថាការដែលយើងបពហិការប្រើប្រាស់ផលិតផលថៃការបិទព្រំដែនវាធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតកសិឧស្សាហកម្មដូងក្រអូបនេះផងដែរ